わかんない。明日の私はリン、アメラ行くよ。明日のリンはទីកន្លែងនេះគឺជាឋានខ្មោចមនុស្សគ្រប់គ្នាអសល់ត្រឹមតែវិញ្ញាណមកទីកន្លែងនេះនោះទេទីកន្លែងនេះក៏មានបុគ្គលិកសំខាន់ពីរនាក់ផងដែរដែលត្រូវមើលការខុសត្រូវវិញ្ញាណដែលសត្វអណ្ដែតប្រកាន់ទីនេះមានឈ្មោះថាស៊ីម៉ូរ៉ានិងលោកអ៊ីស៊ីម៉ាបន្ទាប់មកមានក្មេងស្រីម្នាក់ដៃកាន់អបសិភើយ៉ាងណែនរីឯមុខវិញគួរណាត់ខ្លាំងមែនទែនរីឯខមានស្នារបួសជាខ្លាំងអ៊ំប្រុសគាត់សន្និដ្ឋានដឹងហើយថានាងប្រហែលជាត្រូវម្ដាយខ្លួនឯងធ្វើទរណកម្មរហូតដល់ស្លាប់ថ្ងៃមួយម្ដាយក្មេងស្រីរៀនកំពុងតែដេកសោករៀនកាន់សិភើមួយដើរមកអបមកយ៉ាងណែនមើលទៅកាន់នាងស្រឡាញ់សិភើនៅខ្លាំងមែនទែនដោយសារតែម្ដាយបានទិញឲ្យរៀនអានសិភើលឺខ្លាំងពេកធ្វើឲ្យម្ដាយភ្ញាក់ម្ដាយងើបមកចាប់ដើមហួមម៉ៅស្រីបន្ទោទៅកាន់កូនស្រីក៏បាននិយាយថាឯងមិនសមរស់នៅជាមួយនឹងយើងនោះទេហើយក៏បានចាប់ដើមវាយធ្វើបាបរៀនくらい声出さずに読めるだろ。すんじゃねえよ。ごめんなさいお母さん。お母さんが買ってくれたの。お母さんがហើយក៏បានរកសិភើដែលប្រឡាក់នឹងដីនៅខំប្រឹងជូតយកមកអានវិញមួយបន្ទាប់ពីនឹងជើងក៏បានឃើញថាឯម្ដាយវិញកំពុងតែផ្អែមល្ហែមជាមួយនឹងប្រុសស្នេហ៍មិនដែលខ្វល់ពីកូនស្រីរបស់ខ្លួនឯងទេរីឯអ៊ំស្រីរបស់រៀនវិញដែលត្រូវជាបងប្អូនបង្កើតជាមួយនឹងម្ដាយរៀននាងក៏មានអារម្មណ៍បានដឹងហើយថាមានអារម្មណ៍មិនល្អកាលណាចំពោះរៀនហើយរៀនដង្ហើមទឹកចុងក្រោយនៅឃើញអនុស្សាវរីយ៍ជាមួយនឹងម្ដាយនាងបាននិយាយថាម៉ាក់ពីមុនមិនមានអញ្ចឹងនោះទេប៉ុន្តែប៉ុន្តែទេកូនអភ័យទោសឲ្យម៉ាក់មិនមែនជាអ្នកសម្លាប់កូនទេお母さん大好き。ថ្ងៃស្អែកអ៊ំស្រីក៏បានរួចមើលក្មួយស្រីហើយតែបារម្ភខ្លាំងពេកបានត្រឹមឃើញតែសរសើររបស់ក្មួយស្រីនៅថ្ងៃវិធីបុណ្យសពវិញមនុស្សគ្រប់គ្នាកំពុងតែកាត់ទុកជាមួយនឹងអ៊ំស្រីរបស់នាងក៏បាននិយាយថាសងក្មួយស្រីរបស់ខ្ញុំវិញមកបន្ទាប់ពីនឹងរីឯម្ដាយវិញកំពុងតែនិយាយជាមួយនឹងប្រុសស្នេហ៍ថាថ្ងៃណាយើងរៀបការប្អូនស្រីខឹងជាមួយនឹងបងស្រីខ្លាំងពេកក៏បានផ្ទះមួយកំភ្លៀងតែម្ដងហើយនាងក៏ស្រីទាំងទៅយើងក៏បាននិយាយថាសងជីវិតកូនស្រីរបស់ខ្ញុំវិញមកអ្នកមិនមែនជាម្ដាយរបស់គេទេសងធ្វើជាម្ដាយគេឡើយតែតែវាយធ្វើបាបកូនស្រីខ្លួនឯងប្រៀបដូចជាសាធារណៈអញ្ចឹងនារីម្នាក់នេះពិតជាមិនសមជាម្ដាយគេពិតឡើយថែមទាំងចោទទៅការប្អូនស្រីខ្លួនឯងថែមទៀតថាយើងធ្វើអ្វីក៏បានដែរជាពិសេសយើងនឹងប្តឹងទៅកាន់ឯងពីបទបរិហាកេរយើងនឹងចោទប្រកាន់មកលើយើងនឹងទះយើងថែមទៀតទីបំផុតការពៀពិតជាមានមែនម្ដាយចិត្តខ្មៅរុកនេះប៉ូលីសក៏បានត្រូវចាប់យកទៅការចាប់ខ្លួនមកពីបទធ្វើគៀកូនស្រីខ្លួនឯងទីបំផុតការពៀក៏តាមមកដល់ហើយពេលនេះដើមក្មេងស្រីរៀបរាប់តាមពីដើមរហូតដល់ចប់អ៊ំពីរនាក់នេះគាត់យល់ហើយយល់ទាំងទៅភ្នែកសង្ឃឹមថាក្មួយស្រីមានជាក្រោយកុំប្រភពដូចជាតិនេះហើយបន្ទាប់មកនាងក៏បានលាអ៊ំប្រុសទាំងពីរទៅកាន់ឋានសួគ៌ទីបំផុតគេរយុទ្ធធម៌ឲ្យក្មេងស្រីម្នាក់នេះបានហើយការពៀពិតជាមានមែនមានម្ដាយអនាគតខ្មៅដូចជាម្ដាយបែបនេះទៅទៀតតើលើលោកនេះសល់ប្រមាណអ្នកទៀត